នេះគឺជាសាច់រឿងលម្អិតនៃរឿងខ្មោចទិញដូរឬខ្មោចលងតាមផ្លូវដាច់ស្រយាលដែលជាអត្ថបទនិទានផ្លូវការបែបបុរាណសាច់រឿងលម្អិតការធ្វើដំណើរពាក់កណ្ដាលអាធ្រាត្រកាលពីព្រេងនាយមានបរិសុទ្ធ2នាក់បងប្អូនជិះរទេះគោដឹកទំនិញមានដូចជាក្រណាត់គ្រឿងទេសនិងរបស់ប្រើប្រាស់ផ្សេងទៅលក់នៅឯស្រុកឆ្ងាយដោយសារតែផ្លូវឆ្ងាយហើយចង់ទៅដល់ទាន់ផ្សារព្រឹកពួកគេក៏សម្រេចចិត្តបរទេះធ្វើដំណើរទាំងយប់កាត់តាមព្រៃជ្រៅនិងវាលដាច់ស្រយាលមួយដែលអ្នកស្រុកតែងល្បីថាមានសម្បុកខ្មោចលងលុះធ្វើដំណើរហៀបនឹងដល់ពាក់កណ្ដាលអាទិត្យមេឃក៏ប្រែជាចុះអត្តជាស្រេបខ្យល់បក់មកល្វើយនាំមកនូវក្លិនក្រអូបប្លែករំពេចនោះពួកគេបានឃើញពន្លឺភ្លើងចង្កៀងភ្លឹបផ្លែតនៅខាងមុខហើយបានឮសំឡេងអ៊ូអរដូចជាមានភូមិអ្នកស្រុកនៅទីនោះពេលបរទេះទៅជិតពួកគេបានឃើញផ្ទះធំស្អាតនិងមានមនុស្សប្រុសស្រីដើរមកចោមរុំសុំទិញអីវ៉ាន់លើរទេះយ៉ាងច្រើនកកមនុស្សទាំងនោះមានមុខមាត់ស្រស់ស្អាតនិយាយពីរូបពិសានិងមានមារយាទថ្លៃថ្នូរណាស់ពួកគេបានទិញក្រណាត់និងគ្រឿងទេសអស់ពីទេសហើយបានប្រគល់ប្រាក់កាក់បុរាណយ៉ាងច្រើនទៅឲ្យបងប្អូនទាំងពីរដោយសារតែយប់ជ្រៅមេភូមិនៅទីនោះក៏បានអញ្ជើញគ្រួសារអ្នកលក់ដូរទាំងពីរឲ្យស្នាក់នៅលើផ្ទះឈើដ៏ប្រណិតមួយយប់សិនចាំធ្វើដំណើរទៅមុខទៀតនៅពេលព្រឹកការភ្ញាក់រលឹកនៅពេលព្រលឹមលុះដល់វេលាមាន់រងាវទៀបភ្លឺបងប្អូនទាំងពីរនាក់ក៏ភ្ញាក់ពីដេកព្រោះមានអារម្មណ៍ថាត្រជាក់ខ្នងនិងធំក្លិនឆ្អាស់ប្លែកពេលបើកភ្នែកឡើងពួកគេទាំងពីរនាក់ត្រូវស្រឡាំងកាំងនិងភ័យលុះព្រលឹងទីកន្លែងផ្លាស់ប្ដូរផ្ទះឈើដ៏ប្រណិតកាលពីយប់មិញបានប្រែទៅជាទួលខ្មោចនិងមានសុទ្ធតែចេះដីចាស់បាក់បែកពួកគេកំពុងតែដេកនៅលើដីខ្សាច់ក្បែរដំបូកដ៏ធំមួយប្រាក់កាក់ប្រែរូបរាងពេលពួកគេប្រញាប់បើកកាបូបមើលប្រាក់កាក់ដែលលក់អីវ៉ាន់បានកាលពីយប់មិញស្រាប់តែឃើញសុទ្ធតែស្លឹកឈើស្ងួតនិងសម្បកខ្យងទៅវិញបងប្អូនទាំងពីរនាក់ដឹងច្បាស់ថាខ្លួនត្រូវខ្មោចលងនិងបោកប្រាស់ហើយក៏ប្រញាប់ប្រមូលអីវ៉ាន់ដែលសល់បន្តិចបន្តួចរួចបរទេះរត់ចេញពីទីនោះទាំងផិតភ័យញាប់ញ័របងប្អូនទាំងពីរនាក់បានបរទេះគេចចេញពីព្រលឹងខ្មោចលាក់ភ្នែកនៅទួលខ្មោចទាំងភ័យរន្ធត់ហើយបានជួបលោកតាអាចារ្យម្នាក់ដែលប្រាប់ពីអត្ថកំបាំងនៃប្រាក់ស្លឹកឈើនិងវិធីរំដោះគ្រោះពួកគេបានយកសំណែនទៅដូរយកទំនិញមកវិញនៅពេលថ្ងៃត្រង់ដោយសុវត្ថិភាពមុននឹងសម្រេចចិត្តលែងធ្វើដំណើរឆ្លងកាត់ទីនោះនៅពេលយប់ទៀតរឿងខ្មោចទិញដូរបានបញ្ចប់ដោយបងប្អូនទាំងពីរនាក់បានជួបលោកតាអាចារ្យដែលបានជួយផ្ដល់វិធីសាស្ត្ររំដោះគ្រោះនិងសុំយកទំនិញពិតប្រាកដមកវិញជាចុងក្រោយពួកគេបានធ្វើពិធីសែនព្រេននៅពេលថ្ងៃត្រង់ហើយស្លឹកឈើស្ងួតក៏ប្រែជាប្រាក់កាក់ពិតប្រាកដដែលនាំឲ្យពួកគេរស់នៅដោយសុខសាន្តនិងមិនហ៊ានធ្វើដំណើរតាមផ្លូវដាច់ស្រយាលនៅពេលយប់ទៀតឡើយ